ពីបងចាប់ផ្ដើមស្អំទៅហើយស្អែកមកយកមកបងនៅព្រៃព្រាលបាទជីមព្រៃព្រាលពងសម្បាំងវានៅខ្សែតិចតិចដោយសារអីដោយសារប្រេងវានៅក្នុងពងចាស់របស់វាទេតែបើសិនជាចេញពីម៉ាស៊ីនមកគឺអត់មានផ្សែងទេបាទព្រោះខ្ញុំសាកមើលរួចរាល់ហើយអញ្ចឹងអានឹងជីរយៈពេលកន្លះខែមិនអស់ណាបាទព្រោះប្រេងចាស់តែវាចេញពីម៉ាស៊ីនមកនៅក្នុងពងសម្បាំងនោះអញ្ចឹងបងបាច់បារម្ភទេកន្លែងហ្នឹងបាទជីតែកន្លះខែទៅគឺវាអស់ប្រេងហ្នឹងហើយឬក៏វាអាចលើកកន្លះខែនឹងទៀតទៅបាទតែបើសម្រាប់ចេញពីម៉ាស៊ីនមកគឺអត់មានផ្សែងទេបាទការស្អំទឹកខ្ញុំនេះដាក់មកពីងហ្មងអញ្ចឹងបានយើងជីបានយូរនេះជាងកន្លងក៏កន្លងឲ្យអេមបាទមួយណែនហ្មងមួយណែនល្មមមកមានមួយណែនរុញអត់ទៅទេណាបងបាទអាហ្នឹងយើងហត់ដាក់ទឹកឲ្យគាត់បន្តិចទៅតែប្រកបយកទៅប្រើប្រាស់បានយូរអត់ងាយហុយទេហើយយើងដូរអ៊ីគាត់ថ្មីមួយស្លឹកនេះអ៊ីចាស់របស់គាត់បងបើយើងសៃហើយអត់ដូរអ៊ីហ្នឹងក៏បានយូរដែរអញ្ចឹងមានជាងខ្លះគាត់គាត់អាស្រ័យគាត់អត់ដូរអ៊ីដូរប្រេងឲ្យទេណាបាទនេះអ៊ីថ្មីអញ្ចឹងមកយើងជីបានយូរហើយបងបើសិនជាចង់បានម៉ូតូជីបានយូរកុំភ្លេចមកកន្លែងយ៉ាងម៉េចអូខេកុំភ្លេចបញ្ចូលផងស្អែកណាព្រោះបានស្អែកមួយជាងម៉េចទៅបាត់ដំបងហើយអរគុណ